ចង់ប្រាប់បងប្អូនថានេះគឺជាមុខសម្លគេហៅថាស្លម្ជូរល្ហុងម្ជូរខួរក្តាមល្ហុងហើយមុខស្លនេះហើយគឺជាមុខស្លដែលខ្ញុំយំទូនសៅឲ្យម្ដាយក្មេងធ្វើឲ្យខ្ញុំនិយាយមែនតើណាមើលខ្ញុំប្រាប់គាត់ថាម៉ាក់ដោយសារតែមានបងថ្លៃចរូនមួយខ្ញុំហ្នឹងគាត់មកលេងគាត់មកនៅមួយម៉ាក់ពីរថ្ងៃមកលេងម៉ាក់ទឹកហ៎មិនថាប្រើម៉ែទេយើងនឹកឃើញថាមានបងស្រីនៅក្នុងហើយបងស្រីគាត់ប៉ិនស្លដែរអញ្ចឹងណាអញ្ចឹងក៏ប្រាប់ម៉ាក់ថាម៉ាក់ឲ្យបងឲ្យគាត់ធ្វើនេះធ្វើនោះអញ្ចឹងទៅហើយចាំខ្ញុំចាំស្អែកចាំមកម្ដងទៀតម៉ែក៏នឹកឃើញថាកូននេះនិយាយលេងមានណាគាត់ភ្លេចបងប្អូនគាត់ភ្លេចដល់ពេលគាត់ភ្លេចទៅខ្ញុំមិនមានដឹងថាម៉ែភ្លេចឯណាដេកអន់ចិត្តយំសោកបោកប្រានឡើងនិយាយមកទៅយំយល់អត់អន់ចិត្តហ្មងថាម៉ែឡើងស្រឡាញ់ដូចមុនហើយយំដេកអន់ចិត្តថាម៉ែអត់ស្រឡាញ់ចាលទ្ធផលថ្ងៃនេះម៉ែគាត់បានឲ្យបងស្រីគាត់ស្លោឲ្យព្រោះស្អែកមុំស្អែកហ្នឹងគឺបងគាត់ទៅកំពង់ស្ពឺវិញហើយដល់ពេលខ្ញុំទៅឥឡូវហ្នឹងគឺខ្ញុំបានស្លោឲ្យស្លោខួរក្តាមដែលជាស្លោដែលពិបាកធ្វើវាអញ្ញាយបងប្អូនហ្នឹងហើយស្លោខួរក្តាមអ្នកខ្លះគេធ្លាប់ហូបអ្នកខ្លះធ្លាប់ដូចបងស្រីខ្ញុំគាត់អត់ស្គាល់ស្មីខ្ញុំពីមុនគាត់ស្គាល់ដែរគេតែអ្នកកំពង់ស្ពឺគេធ្លាប់ហូបចាហើយនេះធ្វើមកឡើងមកឆ្នាំងហើយនេះខ្ញុំកដៅតិចហូបគាត់ថាអូយនេះគឺជាស្លដែលធ្វើឲ្យកូនប្រសាយំសោកបោកប្រានឲ្យម៉ែក្មេកធ្វើឲ្យណាចាមិនធម្មតាទេពេលដែលដឹងថាគាត់ភ្លេចវិញយ៉ាងអាណិតម៉ែដែរម៉ែប៉ុន្តែគាត់ក៏និយាយដែរគាត់ថាស្មានតែខ្ញុំនឹងនិយាយលេងដែរទីមួយគាត់ថាខ្ញុំនិយាយលេងទីពីរគាត់ហាងភ្លេចដែរព្រោះម៉ែយ៉ាងហ្នឹងគាត់អត់ស្រួលខ្លួនគាត់ឈឺរហូតដល់អាកូននេះលីលើដេកអន់ចិត្តតំមតែខ្ញុំនិយាយទៅខ្ញុំប្រាប់គាត់ពេលល្ងាចហ្នឹងខ្ញុំប្រាប់គាត់ថាខ្ញុំចង់ស្លោមកជួក្តាមខ្ញុំឃ្លានអីចេះចឹងណានិយាយពេលឆាតនិយាយទូរស័ព្ទហ្នឹងអូខេបងម៉ាក់គាត់ថាគាត់ហួចចិត្តដែរចាម៉ែក្មេកខ្ញុំក៏គាត់មានការហួចចិត្តខ្លាំងចាឥឡូវបានហូបហើយបងប្អូនគាត់តិចអេមហូបរៀងប៊ីចេងតិចអត់អីទេទឹកចិត្តម៉ែអញ្ចឹងគាត់ថាអូថ្ងៃនេះខ្ញុំប្រហែលជាបាយ2ចានគឺជាស្លម៉ែក្មេកធ្វើឲ្យកូនប្រសានេះគឺជាខដែលប្រពន្ធធ្វើឲ្យប្តី